សួស្តីបងប្អូនហ្នឹងហើយហត់មែនតើដើរឡើងអស់ជើងអាលីងដើរអស់ជើងហើយឥឡូវបានជួបបានមកដល់ទីកន្លែងហើយហត់ណាស់បងប្អូនដកដង្ហើមអត់ដល់គ្នាឆ្ងាយហើយឡើងភ្នំឡើងអត់ឈប់ទៅដោយភ្នំហ្នឹងហត់ខ្លាំងហត់ណាស់នេះទឹកហត់អត់សូវហ៊ានហូបច្រើនទេខ្លាចហូបអស់ទឹកហើយដើរអត់តាន់ដល់កន្លែងព្រោះយើងទុកម៉ូតូនៅខាងក្រៅផ្លូវពិបាកចូលពេកបើផ្លូវស្រួលប្រហែលជាអត់បញ្ហាទេប៉ុន្តែផ្លូវពិបាកបាទនេះបងប្អូនទៅចិត្តបន្តិចចង់អស់ខ្យល់យើងទៅពេលមកឡើងស្វាយអស់ហើយមុខច្រើនចឹងនាំបងប្អូនមកឲ្យគៀនបន្តិចនេះជាទស្សនភាពលើកទី1របស់ខ្ញុំអាយុ30ជាងហើយទឹកតែមកដល់ទីនេះស្គាល់ទីទេហើយក៏លើឈ្មោះភូមិកាទីហ្នឹងតាមគ្នាអញ្ចឹងពីក្មេងមកយើងអត់ដែលដឹងថាភូមិកាទីមានអត្ថន័យមិនឬមួយក៏យ៉ាងម៉េចទេដោយសារឈ្មោះនេះចម្លែកឈ្មោះភូមិនេះណាកាទីដូចជាមានអារម្មណ៍ថាឈ្មោះដូចជាឈ្មោះបរទេសណាភាសាបរទេស